ឆ្មាគឺជាបសុសត្វចតុបាទដែលមានជើង4ចិញ្ចឹមកូនដោយទឹកដោះនិងជាសត្រូវស្លាប់រស់របស់សត្វកណ្ដុរដែលជាសត្វមហាសានចង្រៃឧត្តបាទក្នុងចំណោមកណ្ដៀនិងកន្លាតត្រូវបានមនុស្សលោកយើងចាត់ទុកពពួកសត្វទាំងនោះថាជាពពួកសត្វបំផ្លាញគ្មានពីលើលោកដោយឡែកសត្វឆ្មាត្រូវបានគេចាត់ទុកថាជាអំបូរសត្វដែលមានឥរិយាបថសុភាពរាបសាររំទុំនិងមិនមានមាត់កច្រើនឡើយក៏ប៉ុន្តែកែវភ្នែកទាំងពីររបស់វាគឺពិតជាមានភាពរវិះរវៃនិងរហ័សរហួនរីឯសកម្មភាពទៀតសោតបើសិនជានៅក្នុងក្រសែភ្នែករបស់វាបានពើប្រទះនៅសត្វអ្វីមួយដែលវាចង់វាយប្រហារសម្លាប់មិនថាសត្វទាំងនោះជាកណ្ដុរឬក៏ជាកូនកង្កែបកូនចាប់ក្តីគឺពិតពុំអាចរត់យករួចខ្លួនពីវាបានឡើយតួយ៉ាងមានដូចជាប្រភេទឆ្មាដែលមានសម្បុរ3ឬក៏សម្បុរខ្មៅក្រឹបគឺសុទ្ធសឹងតែជាប្រភេទឆ្មាមានកម្លាំងផ្លូវក្នុងនិងមានឫទ្ធិអំណាចមិនតែប៉ុណ្ណោះពួកវាក៏អាចមានវិញ្ញាណទី6អាចដឹងហេតុភេទដែលបំរុងនឹងកើតឡើងឬក៏កំពុងកើតឡើងនៅជុំវិញបរិវេណមនុស្សដែលនៅជុំវិញវាម្យ៉ាងវិញទៀតសត្វប្រភេទនេះក៏ធ្លាប់ឮចាស់ពីសម័យបុរាណធ្លាប់ដំណាលមកថាសត្វឆ្មាមានព្រលឹងដល់ទៅ9បើជួបបតវហេតុអ្វីមួយដែលឈានដល់គ្រោះថ្នាក់ដល់អាយុជីវិតរបស់វាគឺវានឹងមិនងាយស្លាប់ងាយៗឡើយក៏ប៉ុន្តែបើសិនជាមានអ្នកណាមួយសម្លាប់វានៅក្នុងរូបភាពបែបណាមួយអ្នកនោះមុខជារស់មិនបានសុខអស់មួយជីវិតឬក៏អាចធ្លាក់ខ្លួនទៅជាឈឺឬក៏ស្លាប់ដោយហេតុផលណាមួយដោយមើលពុំឃើញណាមួយវិញទៀតសត្វឆ្មាបើយើងចិញ្ចឹមវាមិនបានល្អក៏វាមិនសូវជាផ្ដល់ក្តីស្រឡាញ់របស់វាមកកាន់យើងវិញដែរប៉ុន្តែរាល់ប្រភេទសត្វឆ្មាទាំងអស់ដែលយើងចិញ្ចឹមថែរក្សាវាមិនមែនផ្ដល់នូវសេចក្តីចម្រុងចម្រើនទាំងស្រុងនោះទេជាពិសេសសត្វឆ្មាដែលមានសម្បុរខ្មៅជាបន្តទៅទៀតនេះអេដមីនសូមលើកយករឿងមួយដ៏រន្ធត់ដែលជាប់ទាក់ទងទៅនឹងអំណាចនៃឆ្មាសម្បុរខ្មៅជាមួយនឹងឆ្មាដែលបានស្លាប់ដើម្បីបង្កើតជាសាច់រឿងព្រឺព្រួចបាសសក់មួយទុកគ្រាន់ឲ្យបងប្អូនស្ដាប់កំសាន្តលេងជ័យវុនគឺជាលោកយាយម្នាក់ដែលមានជនមាអាយុចាស់ណាស់ទៅហើយរាល់ថ្ងៃគាត់មានជំងឺឈឺប្រចាំកាយដេកលើកន្ទេលសឹងតែមិនលួសពេលអ្វីដែលគួរឲ្យស្កត់សម្គាល់នោះគឺគាត់ធ្លាក់ខ្លួនឈឺទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃពុំមានមូលហេតុបើទោះជាក្រុមគ្រួសាររបស់គាត់ខំព្យាយាមយកនាំគាត់ទៅពិនិត្យមើលអាការៈជំងឺនៅឯមន្ទីរពេទ្យក្បែរផ្ទះនិងនាំទៅដល់ពេទ្យស្រុកឆ្ពោះទៅដល់ខេត្តក៏ដោយចោះក៏ក្រុមគ្រូពេទ្យទាំងនោះនៅតែមើលពុំឃើញថាគាត់មានរោគាជំងឺប្រចាំកាយអ្វីនោះឡើយរហូតប្រហែលថ្ងៃបន្ទាប់អាការៈលោកយាយវុនចេះតែវិវត្តឈឺទ្រុឌទ្រោមទៅនិងពុំអាចពិសាបាយបានផឹកបានតែទឹកមួយមុខគត់ហើយសភាពពោះរបស់គាត់យើងសង្កេតឃើញថាធំហើមប៉ោងខុសប្រក្រតីប្រៀបដូចជាមនុស្សក្រិនថ្លើមកើតទាចទឹកយ៉ាងអញ្ចឹងបើតាមដឹងកាលពីដើមឡើយគាត់ពុំដែលធ្លាប់ពិសាស្រាអ្វីនោះទេប៉ុន្តែបើរឿងថ្នាំចុកបារីមលូស្លាទើបគាត់ពិសាមិនលួសពេលមកដល់ត្រង់ចំណុចនេះអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញឬក៏ជួបប្រទះថាពិតជាមានមនុស្សចំនួនចាស់ក៏មានមនុស្សស្រីធ្លាប់ពិសាបារីថ្នាំខ្លាំងដូចជាយាយវុនដែរហើយនៅសម័យឥឡូវទៀតសោតក៏ពិតនៅមានមួយផងដែរពិតមិនអស់នោះទេក្រោយអំពីកូនចៅផៅសន្តាននៃលោកយាយវុនបានខិតខំព្យាយាមយកនាំគាត់ទៅព្យាបាលជំងឺនៅឯមន្ទីរពេទ្យរដ្ឋនិងឯកជនអស់ពីសមត្ថភាពប៉ុន្តែនៅតែពុំជាទើបបងប្អូនកូនចៅហៅខាងគ្រូខ្មែរ
ដើម្បីឲ្យមកមើលគាត់ជាជំរើសចុងក្រោយផាវីគឺជាកូនស្រីពៅតែមិនគ្រាប់គត់របស់លោកយាយវុនដែលកំពុងនៅក្នុងបន្ទប់គ្រួសារនេះសបញ្ជាក់ថានៅក្នុងចំណោមកូនចៅលោកយាយវុនទាំងអស់គឺមានតែផាវីតែម្នាក់ប៉ុណ្ណោះដែលពុំទាន់មានគ្រួសារលោកយាយវ័យចំណាស់ស្ថិតក្នុងជំងឺព្យាធិកំពុងសម្រាកសម្រាននៅកន្ទេលកក់នៅក្នុងសភាពស្បែកដណ្ដប់ឆ្អឹងពោះប៉ោងហើមធំបានខំព្យាយាមដកដង្ហើមតាមមាត់ដង្ហក់និងខំប្រឹងស្រវាចាប់ដៃកូនស្រីពៅក្រមុំទាំងទឹកភ្នែកហូរកាត់ផែនថ្ពាល់ដ៏ជ្រាវជ្រួញផាវីចាប់ប្រអប់ដៃអ្នកមានគុណយ៉ាងណែននឹងបានពលវាចាខ្សឹបខ្សួលអ៊ូលដាំកទៅកាន់ម្ដាយថាមិនអីទេម៉ែទ្រាំបន្តិចទៅបន្តិចទៀតគ្រូខ្មែរនឹងមកមើលម៉ែហើយម៉ែនឹងជាណាម៉ែខណៈនោះសំឡេងដកដង្ហើមរបស់គាត់ហាក់ដង្ហក់ខ្លាំងនឹងបានបើកភ្នែកធំហាក់ដូចជាកំពុងមើលទៅអ្វីម្យ៉ាងដែលកំពុងនៅខាងក្រោយខ្នងរបស់កូនស្រីគាត់លោកយាយវុនយកដៃចង្អុលទៅខាងក្រោយខ្នងកូនស្រីដោយទឹកមុខភ័យខ្លាចញាប់ញ័រប្រៀបដូចជាមានកង្វល់ក្នុងរឿងអ្វីមួយលុះនៅពេលដែលផាវីនាងងាកក្រឡេកទៅមើលទើបបានដឹងថានោះគឺជាឆ្មាមួយក្បាលធំប៉ុនភ្លឺមនុស្សចាស់មានសម្បុរខ្មៅដូចម្រាក់និងមានកែវភ្នែកគួរឲ្យខ្លាចបានកំពុងសម្លឹងមើលមកយាយវុនក្នុងទឹកមុខចម្លែកហាក់ដូចជាកំពុងសម្លឹងមើលអ្វីម្យ៉ាងដែលកំពុងស្ថិតនៅក្បែរគាត់យ៉ាងអញ្ចឹងភ្លាមនោះដែរអាការៈរបស់លោកយាយវុនហាក់ផិតភ័យខ្លាំងឡើងនិងកាន់តែលំបាកលំមិនត្រដាបត្រដួសជាងមុនខណៈពេលសម្លឹងទៅកាន់ឆ្មាខ្មៅចម្លែកទន្ទឹមនឹងឆ្មានោះវាក៏ហាក់ដូចជាសម្លឹងមកកាន់គាត់ដោយសភាពយំដូចជាសម្លេងកូនក្មេងដែលទើបនឹងកើតនឹងបានដាល់សម្ដៅមកចិត្តលោកយាយវុនដោយបះរោមនិងកន្ទុយត្រង់ទៅលើនឹងស្រែកយំដូចជាកំពុងប្រយុទ្ធប្រឆាំងនឹងសភាវៈអ្វីមួយដែលមនុស្សយើងមើលពុំឃើញរំពេចនោះផាវីនាងអោបដៃម្ដាយដោយភាពភ័យខ្លាចញ័រចំប្រប់នៅពេលភ្លាមនោះក៏លុចឮសំឡេងចេញអំពីមាត់របស់យាយវុននិយាយទាំងត្រដិតមកភ្លាមថាចាប់យកវាចេញទៅយកវាទៅសម្លាប់ចោលទៅវាគឺជាឆ្មាខ្មោចទេក្រោយអំពីគាត់ប្រាប់បង្កប់យ៉ាងដូចនេះចិត្តដែលជាកូនប្រុសរបស់គាត់ក៏បានស្ទុះទៅចាប់ឆ្មានោះដោយពុំខ្លាចវាក្រញ៉ៅឬក៏ខំនិងក៏បានយកវាញាត់ចូលទៅក្នុងបេដោយចងជាប់ហើយយកវាទៅខាងក្រោមមិនដឹងថាគេយកវាទៅក្នុងបំណងធ្វើអ្វីឡើយខណៈផាវីក៏បានប្រាប់ទៅកាន់បងប្រុសរបស់នាងថាបងឯងគ្រាន់តែយកវាទៅបោះចោលទៅបានហើយបងកុំសម្លាប់វាអីកុំឲ្យមានបាបកម្មព្រោះម៉ែយើងកំពុងតែឈឺផងណាបងស្របពេលនោះវិចិត្របានយកឆ្មានោះចុះមកខាងក្រោមជាមួយប្រុសប៉ុន្មានអ្នកទៀតដែលសុទ្ធសឹងតែជាក្មេងស្ទាវឈាមរាវចិត្តបានយកឆ្មានោះមកកាន់ស្រះទឹកមួយកន្លែងក្បែរអូធំមួយហើយគេក៏បានលើកវាបោះចូលទៅក្នុងទឹកស្រះនោះទាំងដែលកំពុងចងជាប់មាត់បែយ៉ាងតឹងតាពិតចិត្តគេពិតជាមានចិត្តសាហាវព្រៃផ្សៃមិនធម្មតាឡើយនេះក៏ព្រោះតែគេបានគិតថាឆ្មានោះជាអ្នកមានចំណែកធ្វើឲ្យម្ដាយរបស់គេឈឺនិងបូករួមទាំងចិត្តនិស្ស័យរបស់គេដែលមិនចូលចិត្តសត្វឆ្មាផងទៀតក៏ធ្វើឲ្យគេចិត្តដាច់និងយកវាមកសម្លាប់ចោលនៅក្នុងទឹកស្រះតែម្ដងទៅថងបេក៏រងពណ៌សលិចអណ្ដែតទៅតាមការព្យាយាមរើបំរាស់ពីសំណាក់សត្វឆ្មាដ៏កំសត់ក៏ប៉ុន្តែនៅទីបំផុតអ្នកក៏ត្រូវស្លាប់ដោយរងនូវភាពអយុត្តិធម៌ដោយពុំអាចតវ៉ាបានមួយស្របក់នៅលើផ្ទៃមេឃក៏ហាក់ប្រែទៅជាមានស្រទុំស្រអាប់រំពេចផ្គរស្នូររន្ទះលន់សូក្ដួងក្រាំងជាមួយពន្លឺភ្លេចបន្ទោលភ្លឺព្រិកពាសពេញផ្ទៃវេហាគួរឲ្យខ្លាចលោកមិនយូរប៉ុន្មាននៅក្នុងផ្ទះលោកយាយវុនភាពសោកសង្រេងនិងសោកសៅពោពេញដោយក្តីទុក្ខព្រួយពីសំណាក់កូនចៅក៏បានកាត់ឡើងទៅបិទលោកយាយវុនដែលជាម្ដាយបានលាចាកលោកផុតដង្ហើមបាត់ទៅហើយអ្នកដែលបានជួយនៅកំដរមើលគាត់
រួមទាំងផាវីដែលជាកូនស្រីពៅខណៈនៅពេលបានឃើញលោកយាយវុនមុននឹងដាច់ខ្យល់ដង្ហើមស្លាប់ពួកគេបានមានក្តីតក់ស្លុតជាខ្លាំងជាពន្លឹកព្រោះត្បិតឃើញថាមុននឹងគាត់ផុតដង្ហើមគឺគាត់បានស្រែកធ្ងរប្រៀបដូចជាសំឡេងឆ្មានិងគួរឲ្យព្រឺក្បាលបំផុតនៅពេលដែលសំឡេងនោះស្រែកអោអោយ៉ាងគ្រលួចប៉ុន្មានម៉ោងក្រោយបន្ទាប់សពលោកយាយវុនក៏ត្រូវកូនចៅរៀបចំធ្វើពិធីបុណ្យតាមប្រពៃណីនៅបរិវេណខាងក្រោមផ្ទះរោងពិធីក៏កំពុងចាប់ផ្ដើមសង់ឡើងពីសំណាក់ម្ចាស់រោងខណៈនៅលើផ្ទះលោកអាចារ្យក៏ចាប់ផ្ដើមរៀបចំគោះវាសចាទងព្រលឹងអ្នកស្លាប់ដើម្បីដាក់លើក្បាលដំណេកអ្នកស្លាប់និងមានពិធីជាច្រើនដែលអេដមីនពុំដឹងច្បាស់ដោយឡែកសភាពសពយាយវុននៅពេលនេះវិញហាក់មើលទៅគួរឲ្យខ្លាចខ្លាំងណាស់អាការៈសភាពនៃដងខ្លួនសពទាំងមូលមានសភាពស្គមស្គាំងដោយធំតែពោះប៉ុណ្ណោះពោះប៉ោងហើមតឹងចេញសរសៃខ្មៅខៀវនិងមានប្រេះចេញខ្លាញ់តិចតិចធំក្លិនអាសោចក៏ប៉ុន្តែលោកអាចារ្យក៏បង្គាប់ឲ្យកូនចៅទៅទិញតែដើម្បីយកមកលាយនៅបរិវេណដែលអាចមានហានិភ័យជៀសវាងកុំឲ្យក្លិនកាន់តែអាសោចជាងនេះពុំមែនអេដមីនចេះតែនិយាយចោលនោះទេប៉ុន្តែក៏ធ្លាប់ឮលោកតាអាចារ្យមានប្រសាសន៍ផងដែរថារាល់សពឬក៏ខ្មោចស្លាប់ទាំងអស់បើកាលណាស្លាប់ទៅហើយគឺតម្រូវឲ្យមានតែសម្រាប់ដាក់ជុំវិញខ្លួនសពរាល់នៅពេលបានដាក់តម្កល់ចូលទៅក្នុងមឈូសដើម្បីជៀសវាងកុំឲ្យមានការសាយភាយក្លិនស្អុយចេញមកពីរាងកាយមកខាងក្រៅឥឡូវយើងងាកក្រឡេកមកមើលស្ថានភាពសពលោកយាយវុននៅពេលនេះមើលទៅសភាពសពគាត់ហាក់ពុំស្រួលតតែសោះខណៈលោកតាអាចារ្យបានខំព្យាយាមក្របក្រណាត់សទៅលើគាត់រួចរាល់ទៅហើយក្តីក៏ប៉ុន្តែសរសៃជើងសរសៃដៃចេះតែរើចរងាងប៉ើងក្រណាត់សចេញពីរាងកាយម្ដងជាពីរដងនិងថែមទាំងមានបើកភ្នែកក្រឡែតថែមទៀតផងហាក់ដូចជាពុំអស់អាល័យជាមួយនឹងកូនចៅនៅឡើយទេដោយហេតុថាថ្ងៃនេះគឺជាថ្ងៃអាទិត្យទើបសាកសពលោកយាយវុនត្រូវតម្រូវឲ្យយកទៅបញ្ចុះនៅថ្ងៃច័ន្ទដែលជាថ្ងៃល្អលុះបន្ទាប់ពីសពប្រែទៅជាមានសភាពស្រួលបួលវិញមេឃក៏ចាប់ផ្ដើមយប់ប្រលប់ងងឹតព្រាលព្រាលទៅហើយដែរខណៈពន្លឺហាក់នៅភ្លឺល្មមតែអាចមើលភ្លឺឃើញលុះមិនយូរប៉ុន្មានវេលាយប់រំលងអត្រាតក៏រំកិលមកដល់សន្ធឹកខ្យល់បក់ប៉ើងរំភើយផាយផាត់នាំឲ្យដើមឈើញាប់ញ័ររង្គោះរង្គើចុងស្លឹករេរាំទៅវិញទៅមកសសររងបនខាងមុខផ្ទះញ័រតិចតិចហាក់ដូចជាកំពុងមានអ្វីមកអង្រួនខណៈមនុស្សម្នាខ្លះក៏ដេកលក់ឯខ្លះទៀតក៏នៅអង្គុយជុំគ្នានៅលើតុនិងផឹកតែក្តៅបន្តិចបន្តួចតែក៏មានភាពកក់ក្តៅបន្តិចដែរព្រោះថាមានពួកគាត់គ្រាន់ជួយនៅកំដរម្ចាស់ផ្ទះផងដែរជាស្បៃក្រណាត់សលាយខ្មៅដែលសម្រាប់តុបតែងរោងក៏ហាក់រលាស់ប៉ើងផាយផាត់រវិចរវិចតាមខ្យល់បក់ដ៏សែនត្រជាក់នៅបរិវេណខាងលើផ្ទះភ្លើងអំពូលពងមាន់ឆ្លោះបំភ្លឺមនុស្សចាស់យាយតាពូមីងអ៊ំសម្រានយកដៃកងថ្ងាសលងលក់ត្រៀបត្រាយ៉ាងមានក្តីសោកនិងឈៀងមុខបន្តិចដែលជាកន្លែងតម្កល់សពយាយវុនក៏ហាក់ព្រឺក្បាលបន្តិចព្រោះមើលទៅលោកតាអាចារ្យយោគីនិងអាចារ្យភ្លុកបានសម្រានលងលក់អស់ទៅហើយនិយាយពីថាមិនឲ្យព្រឺសម្បល់យ៉ាងម៉េចបើមើលទៅលោកអ៊ំពូមីងចាស់ចាស់ក៏សម្រានលក់ដោយឡែកលោកតាអាចារ្យក៏សម្រានលក់គ្មានសល់សំបីតែម្នាក់នៅសល់តែសពយាយវុនដែលកំពុងគ្របក្រណាត់សនៅក្បែរមឈូសនោះសំជាមួយនឹងខ្យល់បក់ចូលមកបំប៉ើងជាយក្រណាត់សរបស់គាត់ផងអញ្ចឹងទៀតសួរថាអ្នកណាមិនខ្លាចទៅពន្លឺភ្លើងទៀនដែលកំពុងអុចបំភ្លឺជុំវិញសពយាយវុនកំពុងភ្លឺផ្លុងផ្លុងបក់អណ្ដាតភ្លើងរេរំចុះឡើងបំភ្លឺទៅលើចុងជាយក្រណាត់សក្របមុខសពមើលទៅហាក់ដូចជាមានអារម្មណ៍ថាក្រណាត់សនោះមានចលនាយ៉ាងម៉េចក៏មិនដឹងឬមួយមកពីភ្នែកមើលពុំច្បាស់ទន្ទឹមជាមួយគ្នានោះដែរមេឃក៏ចាប់ផ្ដើមបង្អល់ភ្លៀងរលឹមតិចតិចបង្កជាសំឡេងតេតត
នៅខាងលើដំបូលក្បឿងខណៈពេលភ្លាមនោះក៏លេចមុខពូម្នាក់បានឡើងមកខាងលើផ្ទះព្រមទាំងយកដៃញីភ្នែកមុខមីទំនងជាស្រវឹងគាត់បានឈរសម្លឹងពីមាត់ចង្ដើមើលទៅកាន់កន្លែងដង្កល់សពយីវុនយកដៃញីភ្នែកម្ដងជាពីរដងហាក់ដូចជាកំពុងឃើញអ្វីមួយបែបចម្លែកគាត់បាននិយាយលឺប្រាប់ទៅលោកអាចារ្យដែលកំពុងសម្រានលងលក់ទៅថាមានឆ្មាខ្មៅធំមួយក្បាលកំពុងលោតកន្លងសាកសពលោកយីវុនរំពេចភ្លាមនោះទាំងលោកតាអាចារ្យទាំងអ្នកទាំងអស់គ្នាដែលបានភ្ញាក់ឮសំឡេងរបស់គាត់ក៏បានភ្ញាក់ឡើងភ្លាមនោះអាចារ្យសក់ដែលជាអាចារ្យភ្លុកបន្ទាប់ពីរកមើលឆ្វេងស្ដាំនៅក្បែរសពមិនឃើញមានឆ្មាដូចដែលអ្វីដែលពូស្រវឹងម្នាក់នោះបាននិយាយគាត់ក៏មានប្រសាសន៍បែបខឹងទៅកាន់ពូម្នាក់នោះភ្លាមថាបើឯងស្រវឹងទៅហើយទៅរកនិពន្ធទៅក៏មកនាំនិយាយបំភ័យគេយីអានេះចេះតែនិយាយបែបនឹងទៅកើតប៉ុន្តែមុននឹងគាត់ចោះទៅខាងក្រោមវិញគាត់ក៏នៅតែទន្ទិញពាក្យដដែលថាគាត់ពិតជាបានឃើញបែបនោះមែនពិតពុំមែនគាត់ចេះតែថាទេរំពេចភ្លាមនោះផាវីដែលបានដេកក្បែរនឹងសពរបស់ម្ដាយនាងក៏បាននិយាយរឿងអំពីកាលពីក្បាលប្រលប់មិនទាន់យប់មករៀបរាប់ប្រាប់ទៅអ្នកដែលនៅលើផ្ទះថានាងពិតជាបានឃើញឆ្មាមួយក្បាលសម្បុរខ្មៅវាអាចប្រហែលជាឆ្មាដែលបងប្រុសរបស់នាងបានយកទៅប្លង់ចោលនោះនាងបានបន្តថាឆ្មានោះបានត្រឡប់មកវិញតាំងពីមុនមេឃប្រលប់មកម្លេះហើយនាងបន្តទៀតថាឆ្មានោះបានមកដេកនៅចុងជើងរបស់នាងប៉ុន្តែនាងពុំបានចាប់អារម្មណ៍នោះទេព្រោះនាងគិតថាវាមិនអីនោះឡើយគ្រាន់តែឮនាងនិយាយបែបនេះរួចតាអាចារ្យក៏មានទឹកមុខភ្ញាក់ផ្អើលនិងស្លេកស្លាំងជាទីបំផុតព្រមទាំងនិយាយរបៀបដូចជាផិតភ័យភ្លាមថាបើបែបនោះមែនវីវោមិនខានឡើយរឿងនេះលេងសើចមិនបានទេខណៈនោះផាវីនាងក៏បាននិយាយទៅកាន់លោកតាថាតើមានអ្វីមែនទេលោកតាស្តុកបានតបមកកាន់នាងថាខ្មោចដែលបានស្លាប់ទៅហើយគឺមិនអនុញ្ញាតឲ្យឆ្មាមកជិតក្បែរនោះទេជាពិសេសគឺឆ្មាខ្មៅគឺដាច់ខាតហើយបើតាមជំនឿដូនតាបុរាណបើកាលណាមានសត្វឆ្មាខ្មៅមកក្បែរសពឆ្មានោះវានឹងលួចរំលងសាកសពដែលជាហេតុបណ្ដាលឲ្យសាកសពអ្នកស្លាប់ទៅមានវិញ្ញាណកាចសាហាវនឹងលងបន្លាចអ្នករាល់គ្នាដែលស្គាល់ជាពិសេសគឺនៅក្នុងចំណោមដែលខ្មោចនោះនៅពុំទាន់ដាច់អាល័យបន្ទាប់ពីស្ដាប់គាត់និយាយរួចផាវីប្រែជាបាក់ភ្នែកធំពោពេញដោយកង្វល់ពីព្រោះនាងពិតប្រហែលជាដឹងថាឆ្មាខ្មៅនោះវាប្រកាសជាបានរំលងសាកសពខ្មោចម្ដាយរបស់នាងជាក់ជាបំខានលោកវេលាព្រឹកឡើងបានមកដល់លោកតាអាចារ្យក៏ចាត់ចែងលៃលោកធ្វើយ៉ាងណារៀបចំសាកសពជីវុនឲ្យបានយកទៅបញ្ចុះឆាប់តាមដែលអាចធ្វើទៅបានត្បិតសពមិនបង្កលក្ខណៈទុកនៅបានយូរទៀតទេមិនយូរប៉ុន្មានសពជីវុនក៏បានបញ្ចុះចប់សពគ្រប់រួចរាល់ប៉ុន្តែលុះរំលងផុតបានមួយថ្ងៃក៏លេចឮដំណឹងពីបងស្រីម្នាក់ដែលត្រូវជាបងថ្លៃរបស់ផាវីបានមកប្រាប់ឲ្យដឹងថាប្តីរបស់គាត់វិចិត្របានបាត់ពីផ្ទះមួយយប់ដោយពុំដឹងដំណឹងគាត់ព្រមទាំងបងប្អូនជាច្រើនអ្នកទៀតបានដាស់ស្វែងរកសពទីកន្លែងដែលគាត់ធ្លាប់ទៅក៏ប៉ុន្តែលុះមកដល់រសៀលល្ងាចក៏បានដំណឹងពីក្រុមអាដែងក្មេងខ្វៀលគោរត់មកប្រាប់ថាពួកវាបានឃើញខ្មោចបរិសម្នាក់អាយុខ្ទង់30ក្រាស់បានស្លាប់អណ្ដែតទឹកជាប់នឹងមងក្បែរអូធំខាងកើតភូមិបន្ទាប់ពីបានដឹងគាត់នឹងមនុស្សឯទៀតបានទៅរកមើលហើយក៏ដឹងថានោះគឺជាវិចិត្រដែលលងទឹកស្លាប់យ៉ាងអណោចអធមជាប់ជាមួយស្បៃមងដែលគេដាក់ចោលនៅជាប់អូធំនោះនេះអាចនិយាយបានថាវាគឺជាសោកនាដកម្មនៅក្នុងរឿងគ្រួសារមួយនេះក៏អាចថាបានដែរព្រោះម្ដាយក៏ហាក់ទើបតែស្លាប់ថ្មីឥឡូវស្លាប់ទាំងកូនប្រុសម្នាក់ទៀតគឺពិតជាសោកសៅបំផុតនៅថ្ងៃធ្វើបុណ្យសពរបស់វិចិត្រនៅវេលាយប់នោះម្នាក់ហាក់ភ័យខ្លាចជាមួយវិញ្ញាណខ្មោចរបស់លោកយាយវុនខ្លាំងណាស់ព្រោះលេចឮថាខ្មោចនោះបានមកលងបន្លាចគេឯងយ៉ាងស្រស់ដោយការមកបង្ហាញមុខនៅតាមមាត់បង្អួចក៏មាន
នៅតាមចន្លោះជញ្ជាំងក៏មានខ្លះទៀតលងទាំងកណ្ដាលថ្ងៃត្រង់ដោយឲ្យឃើញមាឌរបស់គាត់ធំប៉ុនពីងអងហើយដៃជើងតូចតូចធំតែពោះប៉ុណ្ដោះលុះរំលងបានថ្ងៃក្រោយមកអ្នកភូមិក៏បានដឹងឮដំណឹងអំពីការស្លាប់ផ្ទួននៅក្នុងក្រុមគ្រួសាររបស់យាយវុនពួកគេថាការស្លាប់នោះគឺមូលហេតុមកពីវិចិត្របានយកឆ្មាសម្បុរខ្មៅនោះយកទៅសម្លាប់ក្នុងទឹកស្រះដោយព្រៃផ្សៃដូច្នេះការស្លាប់របស់វិចិត្រគឺទៅតាមលំអាននៃអំពើបាបរបស់គេដែលបំពានអាយុជីវិតឆ្មាមួយក្បាលនោះដោយលោកយាយវុនគាត់កាលពេលនៅក្មេងក៏ធ្លាប់ធ្វើបាបឆ្មានិងធ្វើទារុណកម្មឆ្មាដោយយកវាទៅបោកនឹងគល់ខ្វិតនិងបានយកទៅបោះចោលនៅក្នុងឆ្នាំងទឹកក្តៅដ៏សែនខុរខើបំផុតដែរនេះហើយគឺជាវេទនាកម្មដែលគាត់ត្រូវទទួលរងវិញចំណែកក្រោយមកក៏លេចមកគ្រូចាប់ខ្មោចកំឡោះម្នាក់បានមកសូត្រធម៌បរកម្មគាថាដល់វិញ្ញាណខ្មោចយាយវុនដើម្បីឲ្យគាត់បានស្ងប់សុខនិងឆាប់ប្រញាប់ទៅចាប់ជាតិនៅលោកខាងមុខហើយនៅទីបំផុតក៏លួចមានទំនាក់ទំនងជាមួយផាវីរហូតញ៉ែបានសម្រេចចាប់ពីពេលនោះមកអេដមីននេះខកចិត្តមិនស្ទើរទេពេលដឹងដូច្នេះខំលួចក្រាស់តាំងពីយាយវុននៅរស់តែចុងក្រោយស៊ីជក់ស្បៃ